សួស្តីអ្នកនរគ្នានេះយើងមើលពាក្យមួយដែលយើងប្រើប្រចាំថ្ងៃដែរពាក្យក្នុងភាសាចិនណាពាក្យហ្នឹងគេឲ្យឈ្មោះថាជួយ好ជួយ好អ្នកនរគ្នាប្រហែលជាធ្លាប់ឮហើយក៏ធ្លាប់ឮគេនិយាយឬក៏ធ្លាប់ឃើញពាក្យហ្នឹងពីមុនមកដូចគ្នាជួយ好ហ្នឹងគឺវាមានពីរអត្ថន័យពេលដែលវានៅថ្នាក់ពាក្យជាគុណនាមយើងបកប្រែថាល្អបំផុតជួយយើងដឹងថាជួយហ្នឹងគឺបំផុតពេលហៅហ្នឹងគឺល្អអញ្ចឹងជួយហៅគឺយើងបកប្រែថាល្អបំផុតយើងកលេចមើលឧទាហរណ៍这是最好的办法យើងបកថានេះគឺជាមធ្យោបាយដ៏ល្អបំផុត这件是质量最好的衣服កៅអៅមួយនេះគឺគុណភាពវាគឺល្អបំផុតនៅជួយហៅមួយទៀតគឺថ្នាក់ពាក្យវាជាគុណកិរិយាសព្ទគឺយើងបកប្រែថាយល់ល្អយើងធ្វើអីមួយយល់ល្អចុចអញ្ចឹងណាយើងមើលឧទាហរណ៍你最好今天完成这项任务អ្នកយល់ល្អថ្ងៃនេះគឺបញ្ចប់កិច្ចការនឹងមួយទៅ隔夜的饭最好别吃了បកប្រែថាបាយដែលសល់ពីល្ងាចមិញហ្នឹងគឺយល់ល្អកុំញ៉ាំអីជួយហៅហ្នឹងគឺយើងអាចបកប្រែបានពីរទី1គឺបកប្រែបានល្អបំផុតទី2គឺយើងបកប្រែថាយល់ល្អយើងធ្វើអ្វីមួយឬក៏យើងមិនធ្វើអ្វីមួយអូខេថ្ងៃនេះមានប៉ុណ្្នឹងអ្នកនរគ្នាបាយបាយតាចា